ជីវធម្មខ្ញុំសូមគោរពទៅដល់លោកសូត្រសង្ឃអភិបាលនៃគណៈអភិបាលស្រុកទឹកផុសជាទីគោរពលោកខឹមផល្លាប្រធានការិយាល័យសិក្សាអប់រំស្រុកទឹកផុសជាទីគោរពលោកអឿនកណាល់អ្នកគ្រប់គ្រងកម្មវិធីគិតលេខរហ័ស IQ Brand សាខាភ្នំពេញជាទីគោរពលោកលីកុងហៀងនាយកប្រតិបត្តិនៃសាលាអន្តរជាតិ Edward ទាំង3សាខាជាទីគោរពគណៈគ្រប់គ្រងបុគ្គលិកលោកគ្រូអ្នកគ្រូទាំងអស់ជាទីរាប់អានលោកស្រីអ្នកនាងកញ្ញាជាអាណាព្យាបាលសិស្សានុសិស្សទាំងអស់ជាទីគោរពរាប់អានក្មួយសិស្សានុសិស្សនៃសាលាអន្តរជាតិ Edward សាខាទឹកផុសទាំងអស់ជាទីស្រឡាញ់រាប់អានខ្ញុំបាទជាអគ្គនាយកនៃសាលាអន្តរជាតិ Edward ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងនិងសូមចូលរួមអបអរសាទរក្នុងការប្រគល់វិញ្ញាណប័ណ្ណបត្រលិខិតសរសើរជូនដល់សិស្សពូកែនិងក្មួយសិស្សានុសិស្សជ័យលទ្ធិសិស្សឆ្នាំភាសាអង់គ្លេសទូទៅនិងសិស្សដែលបានប្រឡងបញ្ចប់វគ្គ IQ Brand Free Level ទាំងអស់ដែលបានអញ្ជើញចូលរួមទទួលវិញ្ញាណប័ណ្ណបត្របញ្ជាក់ការសិក្សាដោយជោគជ័យនៅពេលរសៀលនេះជាបឋមខ្ញុំបាទសូមអនុញ្ញាតជម្រាបពីប្រវត្តិសង្ខេបនៃការចាប់ផ្ដើមរបស់សាលាអន្តរជាតិ Edward នៅសាខាទឹកផុសសាលាអន្តរជាតិ Edward មានឈ្មោះកាត់ថា EDIS សាខាទឹកផុសបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី6ខែមីនាឆ្នាំ2023តាមលិខិតអនុញ្ញាតចុះថ្ងៃប្រហ័ស14រោចខែជេឆ្នាំថោះបញ្ញស័កពោសគ្រិស្តសករាជ2567ត្រូវនៅថ្ងៃទី18ខែឧសភាឆ្នាំ2023ចុះហត្ថលេខាដោយអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នសាលាអន្តរជាតិ Edward កំពុងធ្វើការបណ្ដុះបណ្ដាលថ្នាក់ភាសាអង់គ្លេសពេញម៉ោងគ្រប់កម្រិតនិងជំនាញឯកទេសភាសាអង់គ្លេសគ្រប់ជំនាញមិនត្រឹមតែប៉ុណ្ណោះសាលាអន្តរជាតិ Edward ក៏ធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សារបស់ខ្លួនឥតឈប់ឈរដើម្បីពង្រឹងគុណភាពការសិក្សារបស់បងប្អូនសិស្សានុសិស្សស្របតាមស្តង់ដារជាតិនិងអន្តរជាតិសាលាបានបន្ថែមនៅកម្មវិធីសិក្សាមួយចំនួនដើម្បីជាជំនួយស្មារតីដល់សិស្សានុសិស្សបងប្អូនរួមមានតាមកម្មវិធីគិតលេខរហ័សសម្រាប់បឋមសិក្សាគឺកម្មវិធី IQ Brand ដែលជាកម្មវិធីលំដាប់ថ្នាក់ថ្នាក់អន្តរជាតិមួយដូច្នេះបងប្អូនសិស្សានុសិស្សដែលសិក្សានៅសាលាអន្តរជាតិ Edward គឺមានឱកាសក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកជាតិនិងឆាកអន្តរជាតិសម្រាប់បងប្អូនសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យសាលាបានបន្ថែមនៅកម្មវិធីសិក្សាថ្នាក់កុំព្យូទ័រដើម្បីចូលរួមដើម្បីជួយសម្រួលដល់កម្មវិធីដើម្បីសម្រួលដល់កម្មវិធីសិក្សាស្រាវជ្រាវនិងការសិក្សារបស់បងប្អូនសរុបមកសាលាអន្តរជាតិ Edward តែងតែបន្ថែមកិច្ចការស្រាវជ្រាវនិងធ្វើបច្ចុប្បន្នភាពលើកម្មវិធីសិក្សារបស់ខ្លួនដើម្បីផ្ដល់ជូននៅកម្មវិធីសិក្សាតាមស្តង់ដារជាតិនិងអន្តរជាតិថ្ងៃនេះគឺជាថ្ងៃជោគជ័យរបស់កូនក្មួយជាសិស្សានុសិស្សដែលបានទទួលវិញ្ញាណប័ណ្ណបត្រក្នុងនោះសម្រាប់សិស្សពូកែសិស្សឆ្នើមវិញ្ញាណប័ណ្ណបត្រភាសាអង់គ្លេសទូទៅនិងវិញ្ញាណប័ណ្ណបត្រ IQ Brand កម្រិត Free Level លិខិតសរសើរពីលេខ1ដល់លេខ3ក្នុងនោះមានវគ្គ10 11និង12មានចំនួន151នាក់ស្រី104នាក់សូមជម្រាបទៅដល់លោកប៉ាអ្នកដែលជាអាណាព្យាបាលសិស្សានុសិស្សទាំងអស់សម្រាប់កូនក្មួយសិស្សានុសិស្សដែលសិក្សានៅសាលា Edward សម្រាប់គាត់មានចំណាត់ថ្នាក់លេខ1លេខ2និងលេខ3សម្រាប់បងប្អូនដែលជាប់ចំណាត់ថ្នាក់លេខ1គឺទទួលបានការបញ្ចុះតម្លៃរហូតដល់ 30% លេខ2 20% និងលេខ3ទទួលបាន 15%សិស្សឆ្នើមមានលេខ1ដល់លេខ3ដូចគ្នាមានចំនួន39នាក់ស្រី